បង្ហោះវីដេអូចុងឲ្យមានមនុស្សមានច្រើនមែនទេតោះចូលទៅបង្កើតក្រុមជាមួយខ្ញុំក្នុងវីដេអូនេះបានជាដំបូងគឺយើងចុចទៅលើ Facebook បន្តមកទៀតខាងលើគឺឃើញត្រី3យើងចុចទៅលើត្រី3ហ្នឹងមកអូខេយើងទៅមើលខាងក្រោមណាកន្លែងក្រុមយើងចុចទៅលើក្រុមហ្នឹងមកបន្តមកទៀតកន្លែងនេះគឺយើងជួញគ្រប់ចុចសញ្ញាបូកដើម្បីបង្កើតក្រុមណាឥឡូវយើងចុចទៅខាងក្រោមគេហ្នឹងអក្សរខាងក្រោមបន្តមកទៀតកន្លែងនេះគឺយើងដាក់ឈ្មោះក្រុមយើងចង់ដាក់ឈ្មោះអីក៏បានដែរប៉ុន្តែខ្ញុំដាក់ឈ្មោះ GK ក្រុមរបស់ខ្ញុំដាក់ GK ដើម្បីតំណាងឲ្យឈ្មោះរបស់ខ្ញុំដែរអូខេកន្លែងនេះខាងក្រោមនេះគឺយើងជ្រើសឯកជនឬក៏សាធារណៈឥឡូវខ្ញុំជ្រើសសាធារណៈយើងចុចទៅលើសាធារណៈហើយរួចរាល់ណាអូខេអត់មានអីពិបាកទេបងប្អូនចុចបន្ទាប់មកឥឡូវកំពុងតែបង្កើតក្រុមរបស់យើងហើយអូខេមកដល់ចំណុចនេះហើយគឺយើងត្រូវអញ្ជើញមិត្តភ័ក្តិដែលយើងធ្លាប់ស្គាល់ពីមុនមកនេះអញ្ចឹងណាបាន1 2ឬក៏10 20នាក់អីក៏បានដែរអូខេយើងបានប៉ុណ្ណេះហើយគឺយើងរួចរាល់ហើយតោះទៅមើលខាងលើកន្លែង invite people to add friend អូខេកន្លែងនេះគឺយើងចង់បើកណាត្រូវតែបើកដើម្បីឲ្យគេស្គាល់ក្រុមរបស់យើងបានច្រើនណាអូខេកន្លែងពណ៌នាមអំពីក្រុមរបស់អ្នកកន្លែងនេះក៏យើងមិនបាច់ដាក់ក៏បានដែរយើងចុចបន្ទាប់មកអូខេនេះអាកន្លែងខាងលើនេះគឺឈ្មោះក្រុមរបស់យើងកន្លែងនេះគឺយើងចង់ដាក់រូបភាពចង់ដាក់អីក៏បានដែរដាក់រូបភាពក៏បានដែរដាក់វីដេអូក៏បានដែរកន្លែងនេះ Apple to join ណាយើងជួញគ្រប់ដើម្បីឲ្យគេស្គាល់គ្រប់របស់យើងអូខេយើងចុចថយក្រោយកន្លែងនេះយើងជួញទៅជួញ10 20អីទៅ